ហើយចំណុចនេះខ្ញុំសូមបញ្ជាក់ផងដែរថ្ងៃមុនខ្ញុំបានទៅបិទសន្និបាតក្រសួងអប់រំខ្ញុំបាននិយាយអំពីការចាំបាច់នៅក្នុងការធានានៅបរិបទគ្រូហើយក្នុងនោះវិធីសាស្ត្រនៅក្នុងការឆ្លើយតបដោះស្រាយបញ្ហាក្នុងការបំពេញគ្រូវិទ្យាល័យថ្នាក់មធ្យមសិក្សាដែលឲ្យពិចារណានៅក្នុងការរៀបចំកុងត្រារយៈពេលខ្លីសម្រាប់លោកគ្រូអ្នកគ្រូដែលមានគុណវុឌ្ឍិខ្ពស់បទពិសោធន៍គ្រូល្អដែលគាត់នៅមានឆន្ទៈអាចបំពេញនៅកន្លែងខ្វះខាតបាទហើយចំណុចនេះពេលដែលខ្ញុំលើកគឺមានបងប្អូនមួយចំនួនក៏បានបញ្ចេញមតិពីកង្វល់ថាបើយើងធ្វើបែបនេះយើងប្រកាសជាមិនប្រហែលជាអាចបន្ថយឱកាសសម្រាប់លោកគ្រូក្មេងៗខ្ញុំយល់អ្វីដែលខ្ញុំលើកខ្ញុំសូមបញ្ជាក់ចេះថាវាផ្អែកទៅលើទស្សនវិជ្ជាជាក់ស្ដែងខ្ញុំបានបញ្ជាក់ច្បាស់ណាស់គឺកន្លែងដែលខ្វះបច្ចុប្បន្ននេះកំណើននៃការរៀនរបស់សិស្សកើនស្អែកដំហងជួនអរុនថ្ងៃមុនខ្ញុំមើលរបាយការណ៍របស់ក្រសួងអប់រំក្នុងរយៈពេល10ឆ្នាំទេសិស្សរៀនថ្នាក់មធ្យមសិក្សាទូទាំងប្រទេសកើនប្រហែលពី40ទៅ50%ទៀតបានន័យថាមួយកន្លែងទូទាំងប្រទេសកំណើនប្រៀបធៀប10ឆ្នាំមុនអញ្ចឹងបានន័យថាតម្រូវការអាគារតម្រូវការគ្រូក៏កាន់តែកើនគ្រូបឋមសិក្សាយើងងាយបំពេញគ្រូបឋមសិក្សាងាយបំពេញជាងដោយសារកម្រិតគុណវុឌ្ឍិមិនចាំបាច់ដោយឡែកគ្រូថ្នាក់មធ្យមសិក្សាគឺមានការលំបាកអញ្ចឹងកំណើនសិស្សកើនត្រូវការគ្រូអញ្ចឹងអ្វីដែលជាកិច្ចការសំខាន់ក្នុងមួយឆ្នាំក៏យើងមានគ្រូចូលនិវត្តន៍យើងមានគ្រូដែលផ្ទេរចេញយើងមានគ្រូខ្លះក៏គាត់ដូរអាជីពគាត់ឈប់ទៅគ្រូខ្លះក៏ទទួលបរណភាពបាត់បង់សមត្ថភាពការងារអញ្ចឹងការបំពេញយើងត្រូវរកវិធីដោះស្រាយអញ្ចឹងបានក្នុងឆ្នាំ2015ដែលយើងមានអនុក្រឹត្យ309ដែលបើកច្រកឲ្យរាជរដ្ឋាភិបាលអាចពិនិត្យមើលក្នុងការគ្រូកិច្ចសន្យាមួយចំនួនទៅតាមការចាំបាច់ក្នុងរយៈពេលខ្លីមួយឆ្នាំម្ដងអញ្ចឹងត្រឡប់មកវិញគឺរឿងគ្រូដែលភាគច្រើនបារម្ភអំពីគ្រូវិទ្យាល័យគ្រូអនុវិទ្យាល័យដែលថាខ្លាចបាត់បង់ខ្ញុំសូមបញ្ជាក់ចេះលក្ខខណ្ឌដែលខ្ញុំឲ្យគឺទី1ត្រូវកំណត់ឲ្យច្បាស់ថាយើងបំពេញតែកន្លែងដែលខ្វះខាតពិតប្រាកដហើយត្រូវមានការជ្រើសរើសដែលមានកំណត់តាមនិយមនិងលក្ខខណ្ឌច្បាស់លាស់ពីក្រសួងអប់រំកន្លែងដែលខ្វះពិតប្រាកដនៅកន្លែងដែរនៅក្នុងក្រុងអត់ខ្វះទេនៅជាយក្រុងយើងមានបញ្ហាខ្លះសម្រាប់គ្រូបឋមគុណវុឌ្ឍិដែលយើងយកបំពេញមិនសូវខ្ពស់ប៉ុន្តែគ្រូមធ្យមត្រូវខ្ពស់កន្លងទៅក៏មានសាលាខ្លះគាត់បានកងត្រាជាមួយនិស្សិតបញ្ញាបត្រវិជ្ជាគាត់មានសមត្ថភាពយើងអត់ថាប៉ុន្តែភាគច្រើនគឺបំពេញបានតែនៅក្រុងទេនៅទីប្រជុំជនដោយឡែកសម្រាប់នៅតាមជនបទឆ្ងាយកន្លែងដែលដូចខ្ញុំនិយាយចឹងកន្លែងខ្លះពេលលោកគ្រូចូលនិវត្តន៍លោកគ្រូអ្នកគ្រូពិបាករកអ្នកបំពេញដោយសារកត្តាផ្សេងក្រសួងខ្ញុំបានឲ្យកោការក្រសួងមុខងារសាធារណៈក្រសួងអប់រំដើម្បីគិតគូរពីការដោះស្រាយការលំបាកសម្រាប់គ្រូដែលបញ្ជូនទៅកន្លងទៅរាជរដ្ឋាភិបាលសម្ដេចតេជោក៏បានខិតខំច្រើនហើយយើងតម្លើងនៅកញ្ចប់សម្រាប់បន្ថែមទៅដល់គ្រូជនបទកសាងផ្ទះសម្រាប់គ្រូស្នាក់នៅតាមវិទ្យាល័យផ្សេងប៉ុន្តែបន្ទាត់គ្រូប៉ុន្តែទោះជាយ៉ាងណាក៏យើងនឹងខិតខំអញ្ចឹងសំណួរមានតែពីរទេបើសិនជានៅស្រុកមួយរៀងឆ្ងាយបន្តិចនៅខេត្តមណ្ឌលគិរីលោកគ្រូជីវៈម្នាក់មួយសាលាមានមួយឬមួយតែមាន2នាក់ចុះបើសិនជាលោកគ្រូមួយចូលនិវត្តន៍សិស្សប្រមាណ100ទេអញ្ចឹងយើងមានតែជំរើសពីរទេជំរើសទី1គឺជំរើសល្អបំផុតគឺជួសលោកគ្រូក្មេងទៅដើម្បីបំពេញចំនួនបើសិនជាយើងបំពេញគាត់បានមិនទាន់ពេលនៅក្នុងដំណាក់កាលអន្តរកាលនេះ
យើងមានសល់តែជំរឿសមួយគឺថាសិស្សទាំងអស់ត្រូវមកផ្គុំគ្នាជាមួយលោកគ្រូម្នាក់ទៀតដែលនៅសល់អញ្ចឹងមួយថ្នាក់ឡើង60 70នាក់ទៅហើយពី40នាក់ជាងអញ្ចឹងយើងត្រូវការធ្វើយ៉ាងណាដើម្បីធានានូវគុណភាពបើសិនជាគ្រូថ្មីក៏មិនទាន់បញ្ជូនទៅបានលោកគ្រូចាស់មាន2ឥឡូវនៅសល់1សិស្សត្រូវបង្កើនចំនួនថយគុណភាពយើងប្រហែលជាគ្មានជំរឿសត្រូវដោះស្រាយចំពោះមុខរយៈពេលខ្លីតែថាបើកច្រកដើម្បីរកគ្រូកងត្រានៅនឹងកន្លែងរួមទាំងលោកគ្រូដែលចូលនិវត្តន៍ផងដើម្បីគាត់នៅបន្តឲ្យខ្ញុំបញ្ជាក់ជាថ្មីសូម្បីតែនៅក្នុងសន្ទរដ្ឋាននោះក៏បានខ្ញុំបញ្ជាក់ដែរខ្ញុំឲ្យបំពេញតែកន្លែងខ្វះពិតប្រាកដហើយមានការវាយតម្លៃពិតប្រាកដទៅលើជំនាញពិតប្រាកដបាទបើខ្វះគ្រូជីវៈហើយលើសគ្រូគណិតកុំយកគ្រូគណិតមកនៅកុំឲ្យគ្រូគណិតទៅបង្រៀនជីវៈអត់បានទេយើងទុកនៅគ្រូអ្នកគ្រូជីវៈដើម្បីបង្រៀនជីវៈវិជ្ជាគ្រូរូបវិជ្ជាយើងឲ្យអាទិភាពទៅលើជំនាញរូបវិជ្ជានៅកន្លែងដែលខ្វះពិតប្រាកដបាទហើយជាការងារបដោះអាសន្នរយៈពេលខ្លីរហូតដល់យើងអាចបំពេញលក្ខខណ្ឌគ្រូថ្មីចូលបានគឺយើងមិនតនោះទេសុខភាពគាត់ត្រូវមានមាំមួនហើយសកម្មមិនអាចដោយសារបដូរចេតនាយើងទេត្រូវគិតគូរអំពីគុណភាព